ចាជំរាបសួរបងប្អូនថ្ងៃនេះគឺនំបញ្ចុកស្រស់បងប្អូនដែលមានត្រីឆ្ដោចំនួន1គីឡូ2ខាំហើយគ្រឿងផ្សំជាគ្រឿងទេសដាក់ចូលមានគល់ក្រៃខ្ជាយអំពិលទុំព្រមទាំងកាពិបងប្អូនកកាពិខ្មែរយើងហ្នឹងខ្ញុំយកមកស្ងោរទឹកស៊ុបយើងមុនអញ្ចឹងដើម្បីឲ្យទឹកស៊ុបយើងកុំឲ្យទុំក្លិនឆ្អាបត្រីហ៎បងប្អូនពេលស្ងោរហើយខ្ញុំទុកមើលដាក់ដូចជា15នាទីហើយខ្ញុំស្រង់ចេញបន្ទាប់មកខ្ញុំនឹងដាក់ត្រីចូលហើយត្រីឆ្ដោយើងខ្ញុំលាយក្បាលបងប្អូនវាឆ្ងាញ់ដូចថាជាចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងណាចានៅពេលដែលយើងរៀបចំដាក់ចូលក្នុងឆ្នាំងហើយឲ្យពុះមួយសមុំឆ្អិនក៏បិទភ្លើងទៅហើយsauពេលគឺខ្ញុំចាប់ផ្ដើមមកធ្វើបន្លែចំណែកបន្លែខ្ញុំគឺស្រស់ទាំងអស់បងប្អូនដើម្បីងាយស្រួលញ៉ាំចាគឺមានកញ្ឆែតតកួនព្រមទាំងសណ្តែកបដោះបងប្អូនដើម្បីដាក់ញ៉ាំជាមួយនំបញ្ចុកយើងហើយចំណែកឯនំបញ្ចុករបស់យើងវិញក៏ស្រស់ដែរដើម្បីឲ្យទន់ហើយចំណែកឯទឹកត្រីនេះវិញខ្ញុំដាក់ស្ករចូលដើម្បីឲ្យវាមានរសជាតិខ្លះចាហើយទុកជ្រលក់ជាមួយត្រីដែរហើយចំណែកឯទឹកស៊ុបរបស់យើងគឺរាងពណ៌ចាពណ៌រាងពណ៌ត្នោតបងប្អូនអត់ពណ៌លឿងដូចគេធ្វើលក់នៅខាងក្រៅទេបងប្អូនដោយសារតែកាពិយើងហើយនឹងអំពិលទុំយើងហ្នឹងទៅចេញពណ៌បែបហ្នឹងទៅឆ្ងាញ់ទេបងប្អូនអត់ឆ្អាបទេត្រីយើងអត់ឆ្អាបទេហើយត្រីអត់ដាក់ចូលក្នុងចានម្នាក់មួយអីទេដាក់ក្នុងមួយចានហ្នឹងគឺចែកគ្នាញ៉ាំហ្មងហើយបើសិនជាមានការខ្វះកាពិអីនេះខ្ញុំថែមកាពិបងប្អូននឹងកាពិរបស់វៀតណាម